năm bay khai thì chia dụ mùi này lõ thì mùi cứ nhom bằng cơn sama tập hiệp luôn nhau bàn khlang năm bay ở toàn nâng tập hiệp cả ba chục bòn và ba tập ba chục bòn vô vì môn nhom nó sâu chết và phần này hàng bị chạy cả bị chia nhom nâng khất thòng bị chạy cả bị chia hay mùi tiết cứ bằng pon mà tập hiệp nhom phần này hàng cuồng dụ bài nâng năm bay thơ luôn nhom lõ và can ta rừng bòn nhóm môn bằng chập đàm chia nội dung màu mong sả đấy cứ nhóm chia kêu một tụ mạng và hay chia kêu một tụ mạng ở dạng kia chia tròn châm hay và tôm tay pi tôm tay châm pi pon đập buồn và đôi miền ca mưa khơi và ca đoạn nòm bọc nhóm lõ từ pi từ thằng mạng đoạn nòm khang khét bànจับตั้งไว้ยำตัวที่ยุสลาในพรมศาสตร์และรังไสนี่บาปีละนักนอมตะบงเกิดทางเป็นปัญหาประชมเจริญโดยสารขยมออกบานคลองกัดเวะเลยบังปองเวะกรุบกรองโดยสารเจนปีครูบังเรียนการสมัครศาสตร์บางนี่จะปัญหาประชมปัญหาประชมปีมูติสคือปัญหาประชมมันท่าคลายจับครูท่าดักนอมเต้าไรโลเวียอดโซละอโซไอให้เมียนปัญหาประชมมวยครูคลาก่อครับแต่อดโซโยจะต้องเลือกการบังเรียนเลือกการไอจะเห็นใบทายกี่ยังไงบ่าตั้งจับทางมันเห็นใบทายกี่คอยคิดตอบต่อยืงอดเมียนบับไอหนึ่งใหญ่มือกี่ไปสักยังอดตอนเรียนแวะกรุบกรองในทางดักนอนนั่งขนมชิ้นนี้นี่คือยืนสเตียบสตงมาสเตียบสตงเกี่ยวกับดาวให้ยืนอยู่บทสอบปีนอยู่ได้กอดบานโยนในวอดมุนvà bộ sầmนั่งยืนคลุนยืนท้องยืนจับดำเพียนดาวเพียนเจียจิมเพียนน้องเพียนมันเมื่อในทางปะทานนี่คือลุนยุมุนกับบานทือบานเจริญมาให้บานตอนท้ายวีมันตอนบานละอโดยปัจจุบันตีบานยังก็ริบคลองกูบานริบคลองกูไอ้ยำทาปีก็แบบแฟเต้าเราทือแบบซูนนี่ทือกระไรนี่ทือกระไรนุ่งเองจังบานให้โบรุมมันกาโยบังบอกยำซ้อมให้มันกาแบบตัวสมัครกิจเซ็งแบบตามสลาเรียนเซ็งจะก็ถอดโยมมือให้มันตามมันได้สังคมไอ้เซ็งต้นเธอยมรายคลายปะทานบสลายืนนี่เต่าเจียมาเมียนทนเทียนแบบหนึ่งได้แต่กระไรคลาก็คืนกียังเต่ารูดแบบเต่ารูดกระไรคลาก็ไอ้คุยบานกระไรคลาก็มันไอ้คุยบานโดยสาคลาทนเทียนมาเจียมใช่คือทนเทียนทาวิกาหนังไงบ้างบาปีมุกกำลังคลาตอนโจมตีบาคือบาดอยครูนไอ้ตายมันดองบาจมูกมันสะกาจมูกมันลูกครูหน่อยครูจมูกมันคณะกรรมการบาลงไปรถทนเทียนหมดลงการเจียปะทานแบบบานเจียตีมีไตรบอกออกมาบานนี้โดยซาปีเราก็จะมอสำหรับมือรวมคลาสกับบานมือคืนบากับบานสุดเทีย
ជាមួយនយោបាយបានសម្ភាសជាមួយគ្រូបានសម្ភាសជាមួយគណៈកម្មការបានសម្ភាសជាមួយនឹងក្រុមសាកមាហើយក៏បានដាក់សំណួរជាច្រើនថាតើយើងអាចទៅរួចអត់បើសិនជាគម្រោងខ្លះចូលមកដាក់គម្រោងនៅក្នុងសាលាលោកនាយកបាទខ្ញុំរកដោយសារខ្ញុំវាខ្វះមកអ្នកគ្រប់គ្រងផងខ្ញុំពេលឃើញគម្រោងខ្លះមកខ្ញុំសប្បាយចិត្តបាទសប្បាយចិត្តថាបើសិនជាបានគម្រោងខ្លះប្រហែលខ្ញុំអាចឈានមកកម្រិតទៀតហើយបាទអញ្ចឹងហើយបានសាលាដោយបានគម្រោងខ្លះនេះហើយបាទបានដឹកនាំមានវគ្គបំពន់គ្រូមានវគ្គបំពន់នាយកមានវគ្គបំពន់វិធីសាស្ត្រផ្សេងហើយនឹងមានកម្មវិធីទស្សនកិច្ចផ្សេងទៅខ្ញុំបានយកដឹងកាន់តែច្រើនបាទក្រោយពីបានវគ្គបណ្ដុះបណ្ដាលជាវគ្គបណ្ដុះបណ្ដាលដឹកនាំមិនទាន់ចប់ឡើយទេបាទបានមួយវគ្គអញ្ចឹងខ្ញុំបានយកដឹងច្រើនអញ្ចឹងភាគច្រើនគឺខ្ញុំតែនិយាយប្រាប់បុគ្គលិកថាខ្ញុំដឹកនាំគឺប្រើមនុស្សចេតនាទេបាទខ្ញុំអត់សូវប្រើច្បាប់ទេកាលណាប្រើច្បាប់វាធ្ងន់បាទអញ្ចឹងកាលណាយើងប្រើមនុស្សចេតនាលោកគ្រូអ្នកគ្រូក៏ស្រឡាញ់យើងច្រើនហើយក៏ចូលរួមជាមួយយើងច្រើនបាទពេលណាយើងចង់ធ្វើអីតម្រូវការអីលោកគ្រូអ្នកគ្រូក៏ចូលរួមតែបើសិនជាដឹកនាំតាមបែបច្បាប់វាមានការថ្នាំងថ្នាក់អីផ្សេងនេះជាការបត់បែនរបស់នេះជាកំណត់តខ្លួនរបស់ខ្ញុំឯណាបាទកន្លងមកគឺខ្ញុំអត់ដែលដឹកនាំបែបច្បាប់ទេប៉ុន្តែលោកគ្រូអ្នកគ្រូដើរតាមច្បាប់បានល្អបាទដោយសារខ្ញុំប្រើមនោចេតនាជាមួយគាត់ស៊ីជំរៅខ្លាំងបាទហើយឈរលើខ្ញុំបានវគ្គបណ្ដុះបណ្ដាលខាងគ្រប់គ្រងនឹងផងហើយខ្ញុំក៏មានចំណេះដឹងហ្នឹងដើម្បីយកមកគ្រប់គ្រងបន្ថែមទៀតបាទធ្វើឲ្យអង្គភាពនេះបានល្អនៅក្នុងការងាររដ្ឋបាលពេលអញ្ចឹងហើយគាត់បានធ្វើការណែនាំជាមួយនឹងខ្ញុំតាំងពីនាងខ្ញុំអត់ទាន់ចេះអីរហូតគាត់ពង្រឹងការងារអ្វីដែលដូចថាមានបញ្ហាអញ្ចឹងគាត់ណែនាំយើងគាត់ប្រាប់យើងឲ្យយើងរៀនធ្វើអញ្ចឹងណាលោកគ្រូមួយទៀតខ្ញុំឃើញថាគាត់ជានាយកមួយរូបដែលមានការប្រស្រ័យទាក់ទងជាមួយនឹងបុគ្គលិកល្អដោយសារគាត់បានបង្ហាត់បង្រៀនពង្រឹងសមត្ថភាពបុគ្គលិកឲ្យបុគ្គលិកនេះចេះធ្វើកិច្ចការដែលអ្វីដែលអត់ធ្លាប់អត់ចេះធ្វើគាត់បង្ហាញក៏ចាគាត់បង្រៀនឲ្យបុគ្គលិកនេះដើរតាមខ្ញុំមានអារម្មណ៍ថាសុបាយចិត្តដែលបានគាត់ធ្វើជាថ្នាក់ដឹកនាំព្រោះគាត់គឺជាមនុស្សម្នាក់ដែលមានការបដិញ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសាលារៀនឲ្យរីកចម្រើនហើយរាល់សកម្មភាពផ្សេងគឺគាត់តែងតែចូលរួមគ្រប់សកម្មភាពហើយដឹកនាំគ្រប់សកម្មភាពឧទាហរណ៍ដូចជាចាក់ផ្លូវបេតុងអញ្ចឹងគឺគាត់បានគៀងគរសប្បុរសជនក្នុងសហគមន៍ឲ្យចូលរួមជួយជាថវិកាខ្លះអ្នកខ្លះជួយជាកម្លាំងអីដើម្បីកសាងឲ្យសាលាផ្លូវនឹងហើយក៏ដើម្បីសាលាមានការអភិវឌ្ឍតទៅមុខទៀតចំពោះការដឹកនាំរបស់លោកនាយកបច្ចុប្បន្ននេះគឺការគ្រប់គ្រងរបស់គាត់គឺល្អចាគាត់មើងម៉ាត់ប៉ុន្តែដូចថាគាត់មានមនោសញ្ចេតនាគាត់ចេះបែងចែកអញ្ចឹងណាគាត់ចេះបែងចែកចេះដូចថាចេះអប់រំបុគ្គលិកឲ្យធ្វើតាមគាត់អញ្ចឹងគាត់ចង់ធ្វើអ្វីមួយអញ្ចឹងគាត់ណែនាំគាត់បញ្យល់ទៅបុគ្គលិកធ្វើតាមអញ្ចឹងក្នុងការបង្រៀនការពីនាយកមុនដូចថាយើងអត់ទាន់ស្គាល់អត់ទាន់មានវគ្គបំពន់វគ្គអីអញ្ចឹងវិធីសាស្ត្រយើងគឺដូចថានៅជាវិធីសាស្ត្រចាស់ណាអត់ទាន់មានការប្រែប្រួលដូចឥឡូវនេះទេតែឥឡូវយើងដូចថាបានចូលវគ្គបំពន់ពីអង្គការផងគឺធ្វើយើងមានការយល់ដឹងច្រើនពីវិធីសាស្ត្របង្រៀនហើយដែលបច្ចេកទេសថ្មីអញ្ចឹងការបង្រៀនសម័យឥឡូវវាប្រែប្រួលជាងពីមុនល្អជាងពីមុនបាទវគ្គគ្រប់គ្រងគឺខ្ញុំចាប់អារម្មណ៍ជាងគេនៅវគ្គដែលគាត់បង្ហាញគឺគេហៅថាវគ្គបង្ហាញមុខបាទបង្ហាញមុខបាទខ្ញុំវត្តមានបង្ហាញមុខបាទខ្ញុំយកពាក្យហ្នឹងមកខ្ញុំយកមេរៀនហ្នឹងមកមើលថាល្អមែនអញ្ចឹងខ្ញុំឃើញសាលាផ្សេងខ្ញុំមិននិយាយចំឈ្មោះទេដោយសារថ្នាក់គ្រប់គ្រងថ្នាក់ដឹកនាំគាត់អត់សូវមានវត្តមានបង្ហាញមុខទេបាទគាត់ច្រើនតែជាការចង្អុលបង្ហាញបាទប៉ុន្តែខ្ញុំជាក់ស្ដែងបុគ្គលិកខ្ញុំក៏ដឹងដែរបើអាចសភាគាត់បាន
ភាគច្រើនគឺខ្ញុំបង្ហាញមុខគ្រប់ទីកន្លែងតែម្ដងបាទមិនថាការងាររដ្ឋបាលការងារការធ្វើបរិស្ថានការងារអីផ្សេងបាទប្រើកម្លាំងឬក៏ប្រើបច្ចេកទេសឬក៏ប្រើជាគំនិតអីគឺខ្ញុំដើរមុនគាត់ចំណិចបាទនេះជីវិតមានបង្ហាញមុខរបស់ខ្ញុំបាទហើយចំណុចមួយទៀតគឺដែលខ្ញុំចាប់អារម្មណ៍ដែលខ្ញុំយកមកសិក្សាគឺចំណុចដែលថាតើអ្វីខ្លះដែលអ្នកគ្រប់គ្រងអាចធ្វើបានបាទអាចធ្វើបានអញ្ចឹងអ្វីដែលអាចធ្វើបានមានច្រើនបាទមានច្រើនប៉ុន្តែដោយគ្រាន់ថាយើងអត់ឆន្ទៈនឹងធ្វើតែប៉ុណ្ណឹងបើមិនតែយើងមានឆន្ទៈធ្វើបានទាំងអស់ព្រោះថាយើងចង់បានយើងចង់ធ្វើអ្វីមួយយើងបដិបត្តិកំណត់តើយើងហក់ទៅរកអ្នកគ្រប់គ្រងណាខ្លះដើម្បីយកមកជួយយើងបាទនេះជាចំណុចល្អមួយដែលខ្ញុំបានយកមកចែកម្លែកជាមួយលោកគ្រូអ្នកគ្រូរបស់សាលារបស់យើងខ្ញុំចំពោះការដឹកនាំរបស់គាត់គឺចំពោះបរិស្ថានវិញគឺប្លែកច្រើនដូចជាសួនច្បារបរិស្ថានក្នុងថ្នាក់ទីចាត់ការហើយគឺសមិទ្ធផលដូចជាព្រះរូបព្រះហ្នឹងទៅបានឆាំដើម្បីយើងធ្វើបន់ធ្វើអីហ្នឹងឆ្លងព្រះហ្នឹងចាហើយមានដូចជាកន្លែងលាងដៃច្រើនផ្លែកច្រើនចាផ្លែកច្រើនជាងមុនចំពោះការដឹកនាំបច្ចុប្បន្នជារៀងរាល់ថ្ងៃគឺគាត់បានប្រជុំណែនាំនៅដងទងជាតិជារៀងរាល់ថ្ងៃពីតួនាទីភារកិច្ចរបស់លោកគ្រូអ្នកគ្រូឬនឹងសិក្សានុសិស្សដូចជាក្រុមប្រឹក្សាកុមារអីអញ្ចឹងណាដឹកនាំនៅក្នុងសាលាថាត្រូវតួនាទីត្រូវធ្វើអីអញ្ចឹងដូចជាខាងបរិស្ថានក៏បានចូលរួមដូចជាផ្លូវបេតុងនេះអីក៏គាត់ជាអ្នកដឹកនាំតើយើងជាអ្នកចូលរួមមានជាកម្លាំងហើយនឹងជាថវិកាដើម្បីចូលរួមហើយមួយទៀតសម្រាប់ពេលប្រជុំអីផ្សេងរាល់ពេលគាត់ទៅសិក្ខាសាលាខាងក្រៅអីគាត់តែងតែពំនាំនៅព័ត៌មានថ្មីមកដល់ចែករំលែកដល់គ្រូឲ្យគាត់បានដឹងនិងបានយល់អំពីបរិបទនៅខាងក្រៅដែលគាត់បានជួបដែលគាត់បានទៅសិក្សារៀនសូត្រហ្នឹងបានចេញពីវត្តមានបង្ហាញមុខទាំងអស់ទៀតទេក្រោយពីយើងបានសិក្សានៅគូលហៅថាយុទ្ធសាស្ត្ររបស់ថ្នាក់លើបាទរបស់ថ្នាក់មន្ទីររបស់ក្រសួងអីចឹងមកយើងយកការងារហ្នឹងមកមើលបាទយើងមើលចំណុចហើយយើងជាពិសេសដោយឧទាហរណ៍ថាដូចជាការរើសគណៈកម្មការហើយយើងរើសឲ្យដល់បានដើម្បីប្រគ្រប់កិច្ចឬមួយក៏យើងរើសយកមកឲ្យធ្វើការបាទគឺយើងត្រូវតែរើសយកមកឲ្យគាត់ធ្វើការអញ្ចឹងយើងបានសួរនាំគាត់ថាតើស្ម័គ្រចិត្តអត់ពេលណាដែលមកធ្វើការនៅសាលាហើយអត់មានប្រាក់ខែតើគាត់ស្រែកថាស្ម័គ្រចិត្តបានជ្រើសយកគាត់តាមលក្ខណៈបោះឆ្នោតវាជាលក្ខណៈមួយល្អហើយប៉ុន្តែជាការបោះឆ្នោតប៉ះមនុស្សដែលយើងមើលទៅជាការជាប់អ្នកដែលមិនសកម្មការងារជាប់អ្នកដែលគ្មានឆន្ទៈលើការងារផ្សេងអញ្ចឹងបាទអំពីចំណុចទី1ចំណុចទី2គឺយើងបានបង្ហាញអំពីអ្វីដែលសាលាជួបប្រទះជាបញ្ហារបស់សាលាជាច្រើនបើព្រោះកន្លងមកតាមការមើលឃើញរបស់ខ្ញុំគឺខាងសហគមន៍បាទខាងមេដាបដាសិស្សគាត់តែងតែមើលមកសាលាក្នុងផ្លូវអវិជ្ជមានបាទអវិជ្ជមានច្រើនតែថាសាលាឧបមាថាយើងចង់ឲ្យគាត់ជួយអីមួយហើយគាត់អត់ដឹងរឿងសាលាសោះគាត់ជាយើងបាទគាត់ថាយើងជាចុះសាលានឹងលុយរាប់មានហើយអីមានហើយមិនបានចាំរកសហគមន៍មិនចាំបាច់រកម៉ែឱសាសអាណាព្យាបាលនៅអាណាព្យាបាលសាសបាទប៉ុន្តែពេលដែលយើងបានជឿនគាត់បាទក្រោយពីយើងបានបោះឆ្នោតហើយជ្រើសរើសហើយជាគណៈកម្មការទាំងកកសទាំងកកថយើងប្រជុំជាមួយគាត់ទៅយើងធ្វើបទបង្ហាញមួយអំពីបញ្ហាប្រឈមរបស់សាលាអំពីថវិការបស់សាលាអំពីតម្រូវការរបស់សាលាជាច្រើនបាទពេលនោះហើយទៅគាត់សឹងតែខ្លះចង់ទឹកភ្នែកបាទដឹងថាសាលាអត់មែនបាទមិនមែនថាសាលាបានការជួយពី
រត់ទាំងស្រុងទេតសហគមន៍អញ្ចឹងដូចពាក្យមួយនៅក្នុងវិធានការកលឹះរបស់សម្ដេចគាត់បានមានប្រសាសន៍សហគមន៍ជាដៃគូហ្នឹងឯងដៃគូបើសិនជាគ្មានសហគមន៍ទេសាលាគ្មានបានរីកចម្រើនទេបាទអត់មានរីកចម្រើនទេតសហគមន៍បាទអញ្ចឹងរហូតដល់គាត់បានធ្វើជាគាត់ពេញចិត្តខ្លាំងជាមួយសាលាបើយើងបង្ហាញអំពីផលលំបាកអញ្ចឹងទៅគាត់ពេញចិត្តខ្លាំងគាត់បានកសាងជារូបបេះដូងមួយដាក់តម្កល់នៅសាលាហើយគាត់បង្ហាញគ្នាគាត់ថាយើងត្រូវយកបេះដូងមកដាក់ក្នុងសាលាទាំងអស់គ្នាដើម្បីជួយចូលរួមកសាងអភិវឌ្ឍសាលារៀនបាទហ្នឹងហើយធ្វើឲ្យគាត់ចូលរួមច្រើនជាមួយយើងបុគ្គលិកនៅក្នុងសាលានេះគឺឲ្យឲ្យគាត់ធ្វើកិច្ចការជាច្រើនទាំងវិធីសាស្ត្របង្រៀនទាំងកិច្ចការងារដែលនៅខាងក្រៅនិងកិច្ចការងារដែលបង្រៀននឹងរៀនហើយនឹងកិច្ចការមួយចំនួនដែលពាក់ព័ន្ធនឹងទៅខាងសហគមន៍ក៏គាត់ធ្លាប់បណ្ដុះបណ្ដាលគាត់ធ្លាប់បហាត់បរៀននិងគាត់បញ្យល់ណែនាំជាប្រចាំបាទអិយាប័ត្ររបស់សិស្សនិយាយពីរបស់សិស្សមុនគឺមានការប្រែប្រួលខ្លាំងតែម្ដងបាទអាចថាដល់ជា 90% 90 ជាងផងបាទអិយាប័ត្ររបស់សិស្សចង់សម្ដៅទៅលើថាមានកូនល្អមិត្តល្អសិស្សល្អហើយមួយទៀតមានហៅថាចក្យាធម៌មានស្អាតមានរបៀបមានទីងពីលមានសមាធិអញ្ចឹងគឺគាត់បានអនុវត្តបានល្អហើយក្នុងនោះបើសិស្សបានល្អអញ្ចឹងក៏មកពីអីគឺមកពីការដឹកនាំរបស់លោកគ្រូនិងគ្រូបាទរបស់នាយកអីហ្នឹងហើយបាទអញ្ចឹងបើសិស្សល្អគ្រូក៏ល្អនាយកក៏ល្អដែរចំពោះចក្យាធម៌នេះដោយសារយើងបានពង្រឹងទៅលើស្អាតទាំង5បាទទៅលើ5ចំណុចហ្នឹងឯងបាទមានស្អាតមានរបៀបដូចខ្ញុំបាននិយាយមានសមាធិមានទីងពីលធ្វើជាប្រចាំនៅបងទងជាតិក៏មាននិមន្តលោកទេសមាក្នុងរយៈពេលមួយត្រីមាសម្ដងអញ្ចឹងបាទដើម្បីឲ្យគាត់បានឲ្យមានអិយាប័ត្រល្អដើម្បីឲ្យខ្លាយជាកុមារដែលសង្គមទទួលយកបានបាទឃើញមានការប្រែប្រួលច្រើនបាទទាំងម៉ែឪសិស្សមកជាបាល់សិស្សទាំងសិស្សបាទប្រែប្រួលយ៉ាងម៉េចគឺគាត់បានជូនកូនគាត់មករៀនហើយតាមដានការសិក្សារបស់កូនគាត់ជាប្រចាំបាទពីមុនមកអត់ទេបាទគឺថាពឹងតកូនបើកូនមកដល់សាលាក៏ដល់បើកូនមិនមកដល់ក៏អត់បាទមកសាលាពឹងលើលោកគ្រូទាំងស្រុងបាទដូចជាឈើមកដុំដែលយកដាក់ទាំងដុំអត់ទាន់ឆ្លាក់ឲ្យគ្រូឆ្លាក់ទាំងអស់តែឥឡូវគាត់អាចឆ្លាក់ខ្លួនគាត់ពីផ្ទះបានខ្លះហើយសាលាគ្រាន់តែសម្រួលតិចតួចទៅកើតទៅជាបាទកើតទៅជាធនធានមួយរបស់កុមារដ៏ល្អសាលាបឋមសាលបើរាំងសីនេះគឺខ្ញុំសូមជម្រាបគោលដៅភូមិគោលដៅនៃសាលានេះគឺមាន3ភូមិបាទគឺភូមិកសែងភូមិលបើរាំងសីហើយភូមិពពេលបាទហើយចំនួនគ្រូមានចំនួន11នាក់បាទក្នុងហ្នឹងក៏មានសិស្ស295នាក់បាទស្ដី168ពីមុនមកគឺថាភូមិនេះគឺជាភូមិមួយដែលមិនមានជាអ្នកមានទេនៅជនបទហើយជីវភាពគ្រួសាររបស់ប្រជាជនក៏ធ្លាក់ចុះបាទអត់សូវសម្បូរអ្នកមានទេបាទហើយមុខរបររបស់គាត់មានតែបាទធ្វើស្រែធ្វើចម្ការបាទហើយនៅមកប៉ែកខាងភូមិលបើនោះគាត់មានខ្លះគាត់នេសាទត្រីប៉ុន្តែវាមិនជាបានប្រមាណហើយភាគច្រើនគឺអ្នកធ្វើការរោងចក្រភាគច្រើននេះជាមុខរបររបស់គាត់ហើយខ្លះក៏ជាអ្នកដាំដំណាំសូមថ្លែងអំណរគុណដល់គម្រោងខ្លះដែលតែងតែជួយគ្រប់គ្រងបាទជាពិសេសសាលារឿងធនធានផ្សេងគឺថាមានការខ្វះខាតតែប៉ុន្តែអ្វីដែលគម្រោងខ្លះបានជួយធំបំផុតដែលសាលាចង់បានគឺជួយខាងបច្ចេកទេសបាទបើសិនជាគ្មានបច្ចេកទេសប្រហែលជាសាលាមិនអាចធ្វើអ្វីដោយខ្លួនឯងបានទេជាងកាលចេះតែធ្វើតែធ្វើទាំងងឹតទាំងងល់ទាំងខុសអត់មានដឹងថាត្រូវតែខុសជាក់ស្ដែងឧទាហរណ៍ថាដូចជាគម្រោងបានដាក់ខាងក្រមសាកមារីvàសាលាពីមុនក៏មានដែរប៉ុន្តែដូចថាការធ្វើឲ្យតែមានបាទដល់ពេលគម្រោងក៏
ចូលមកក៏បានរៀបចំពីឯកសារបច្ចេកទេសផ្សេងទៅក៏មករីមានបំពន់អំពីសុខភាពរបស់គាត់ពួកគាត់អញ្ចឹងទៅបាទអញ្ចឹងធ្វើឲ្យដំណើរការនៃការរបស់ម៉ារីហ្នឹងបានល្អប្រសើរបាទហើយក្រុមសាកមាក៏អញ្ចឹងដែរបាទជួយពង្រឹងបន្ថែមលើការងារបច្ចេកទេសផ្សេងហើយក៏ជួយដល់សិស្សបាទរៀនយឺតបាទដែលក្នុងសាលាធម្មសាស្ត្របារាំងសីនេះគឺមានសិស្សទី4ទី5ហើយគម្រោងបានបំពន់សិស្សរៀនយឺតហ្នឹងបានតាំងពីសិស្សអត់ចេះអានបាទថ្នាក់ទី5ទី6ហើយអត់ចេះអានទៀតរហូតដល់ខាងគម្រោងគាត់បានជួយជាការបណ្ដុះបណ្ដាលជាការបើកថ្នាក់បំពន់រយៈពេល2ដូចជា2ខែអញ្ចឹងបាទកូនសិស្សហ្នឹងអាចចេះអានបានបាទអានបានធ្វើលេខបានអីបានអញ្ចឹងបាទបានគង់ជា 80% បាទអញ្ចឹងក្នុងនេះខ្ញុំជានាយកសាលាគឺចង់បានធំបំផុតគឺចុងក្រោយគឺជាលទ្ធផលសិក្សានឹងហើយបាទតាំងពីការកសាងបរិស្ថានផ្សេងតាំងពីការធ្វើអ្វីក៏ដោយគឺចុងបញ្ចប់គឺនៅលើដែលលទ្ធផលសិក្សារបស់កុមារនឹងហើយបាទអញ្ចឹងឃើញថាមកទល់ពេលនេះតាំងពីកុមារយើងធ្លាក់វិជមភាគច្រើនបាទ7.8%វារាល់ថ្ងៃនេះនៅត្រឹមតែ 6% ចុះឬក៏ 5% ចុះទេបាទអញ្ចឹងសារនេះគឺខ្ញុំចង់និយាយថាជាការងារមួយដែលល្អប្រសើរបាទក្រោយពីគម្រោងចូលមកបាទសម្រាប់ការដើររបស់ខ្ញុំចិត្តខ្លាំងដោយសារតាំងពីខ្ញុំចូលមកគឺមានការអភិវឌ្ឍរហូតបាទឆ្នាំមុនបានប្រើប៊ូតុងហើយសម្រាប់ឆ្នាំនេះបានជារូបសំណាកព្រះហើយដូចជាសួនច្បារផ្សេងដែលនៅក្នុងបរិវេណសាលាដែលបានធ្វើនោះបាទគម្រោងខ្លះបានជួយច្រើនបាទបានជួយជាគំនិតខ្លះហើយក៏ជួយជាសម្ភារៈបាទជាសម្ភារៈថវិកាបាទជួយរៀបចំឲ្យមានកញ្ចប់បាទសិស្សរៀនសិស្សដែលខ្វះជីវភាពបាទជាក់ស្ដែងដូចជាក្នុងសាលានេះគឺសិស្សដែលខ្វះជីវភាពគឺមានចំនួន6នាក់គឺគាត់បានជួយជាកញ្ចប់សម្ភារៈបាទដល់កុមារទាំងនោះហើយមួយទៀតចំពោះសិស្សក៏ហើយគម្រោងក៏បានយកចិត្តទុកដាក់ដល់សិស្សដែលជួបបាទហានិភ័យភ្លាមដូចជាសិស្សឈឺបាទដូចជាជាក់ស្ដែងសាលាយើងខ្ញុំនេះមានម្នាក់ដែលគាត់ឈឺដែលធ្វើឲ្យបាត់បង់សតិបាទឲ្យគាត់ពិការបាទឃើញថាគម្រោងខ្លះគាត់បានចុះទៅជួយបាទចុះទៅជួយទាំងសម្ភារៈទាំងអំពីការអប់រំបន្ថែមអំពីថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យបានចូលប្រមាណហ្នឹងបានចូលមករៀនវិញបាទចំពោះគម្រោងគឺបានផ្ដល់វគ្គបណ្ដុះបណ្ដាលដូចជាខ្ញុំបានចូលរួម3ដង4ដងទាំងប្រហែលថ្ងៃមុននេះដែរតែជា2ថ្ងៃមុននេះចាវគ្គបណ្ដុះបណ្ដាលពីបច្ចេកទេសបង្រៀនចាពីក្រុមភាសាកុមារីចាហើយនឹងដូចជាបច្ចេកទេសបង្រៀនហ្នឹងដូចជាការប្រើប្រាស់សំណួរអីអញ្ចឹងណាលោកគ្រូចាហើយនឹងវគ្គបណ្ដុះបណ្ដាលចុងក្រោយនេះដែលខ្ញុំបានទៅនេះគឺខាងគណៈកម្មការក្នុងចំណុចនេះគឺចំពោះខ្លួនខ្ញុំគឺខ្ញុំដើម្បីខ្លាចជានាយកមួយដែលល្អទីមួយគឺខ្ញុំបង្កើនសមត្ថភាពខ្លួនខ្ញុំបានខ្លាំងដើម្បីឲ្យតន់នឹងសភាពការបច្ចុប្បន្នបរិបទបច្ចុប្បន្នព្រោះពីមុនខ្ញុំអត់សូវចេះបាទផ្នែកខាងបច្ចេកវិទ្យាខ្ញុំនឹងខិតខំបច្ចេកវិទ្យាហើយមួយទៀតគឺបំពន់សមត្ថភាពខ្ញុំផ្នែកខាងគោលនយោបាយជាពិសេសអ្វីដែលធ្វើទៅទាំងងឹតងល់ដោយសារយើងអត់ស្គាល់គោលនយោបាយបោះស៊ូងឬក៏បោះថ្នាក់ជាតិនឹងដើម្បីធ្វើខ្លួនខ្ញុំល្អបាទកាន់តែរឹងមាំគាត់ជាមេដឹកនាំមួយដែលចង់ឲ្យបណ្ដុះបណ្ដាលនិយាយទៅគឺចង់ឲ្យបណ្ដុះបណ្ដាលវិធីសាស្ត្របរៀនសិស្សឲ្យទទួលបានលទ្ធផលល្អគាត់ដឹកនាំគ្រប់បែបយ៉ាងហ្មងនិយាយទៅទាំងវិធីសាស្ត្របរៀនទាំងកិច្ចការដែលពាក់ព័ន្ធនឹងលទ្ធផលការសិក្សារបស់សិស្សគឺគាត់ជំរុញបុគ្គលិកឲ្យធ្វើកិច្ចការគ្រប់កលៈទេសៈគ្រប់ពេលវេលាហ្មងចំពោះនាងខ្ញុំផ្ទាល់គឺសំណូមពរក្រសួងអប់រំឲ្យពង្រឹងវិធីសាស្ត្រគ្រូបង្រៀន
ចាទាំងការបង្រៀននឹងរៀនឲ្យមានឲ្យលោកគ្រូអ្នកគ្រូនឹងគាត់មានវិធីសាស្ត្រដើម្បីងាយស្រួលបរៀនសិស្សឲ្យសិស្សនឹងទទួលបានលទ្ធផលល្អទៅថ្ងៃអនាគត សំណូមពរចង់ឲ្យក្រសួងមានវគ្គបណ្ដុះបណ្ដាលថ្មីៗនិងវិធីសាស្ត្រថ្មីៗបន្តទៀតព្រោះអីសម័យនេះគឺជាសម័យបច្ចេកវិទ្យា Digital អញ្ចឹងគ្រូខ្លះគាត់នៅខ្វះខាតមិនទាន់មានចំណេះដឹងខាងបច្ចេកវិទ្យានឹងទេដូចជាកម្មវិធី AI ជាដើមក៏វាថ្មីសម្រាប់គ្រូដែរបាទហើយក៏ខ្ញុំក៏រៀនស្ទើរដែរខាងបច្ចេកវិទ្យា AI នេះគឺអត់សូវចេះទេបាទចង់ឲ្យមានវគ្គបណ្ដុះបណ្ដាលនឹងកើតឡើងមកដើម្បីយើងអាចសិក្សាស្រាវជ្រាវតាមវិជ្ជាហ្នឹងដើម្បីយកមកអភិវឌ្ឍសមត្ថភាពសិស្សនៅក្នុងសាលាយើងផងដែរចំពោះសំណុំពររបស់ខ្ញុំគឺទៅដល់ក្រសួងឬក៏អង្គការដៃគូសូមឲ្យមានវគ្គបំពេញបច្ចេកទេសអ្វីដែលថ្មីជូនដល់លោកគ្រូអ្នកគ្រូនៅសាលាយើងខ្ញុំគឺចង់ឲ្យក្រសួងនឹងបើកវគ្គបំពេញពីបច្ចេកទេសប្រើបច្ចេកទេស AI នឹងដល់លោកគ្រូអ្នកគ្រូដើម្បីឲ្យគាត់ចេះនិងយកមកប្រើការនៅក្នុងមូលដ្ឋានរបស់គាត់ ខ្ញុំមានសំណុំពរច្រើនណាស់សូមឲ្យក្រសួងអប់រំយុវជននិងកីឡាជួយគ្រប់គ្រងបាទសាលារៀនឲ្យបានល្អប្រសើរជាពិសេសរាល់ថ្ងៃនេះអនុវត្តតាមស្តង់ដារទាំង5ហ្នឹងវាមានលក្ខណៈមួយបើសិនជាអនុវត្តបានក្រសួងដាក់មកហ្នឹងល្អប្រសើរដែរប៉ុន្តែមានចំណុចខ្លះដែលយើងធ្វើអត់ទាន់បានកន្លែងខ្លះក៏អត់សូវយល់បាទអញ្ចឹងសូមឲ្យក្រសួងអប់រំជួយបណ្ដុះបណ្ដាលផ្នែកខាងស្តង់ដារគំរូហ្នឹងឲ្យដល់នាយកដល់លោកគ្រូអ្នកគ្រូបាទដើម្បីឲ្យលោកគ្រូអ្នកគ្រូយល់ការងារស្តង់ដារហ្នឹងកាន់តែល្អប្រសើរបាទហើយក៏សូមសំណូមពរដល់ក្រសួងថាឲ្យបំពេញបន្ថែមនៅគ្រូបាទគ្រូបង្រៀនធ្វើម៉េចឲ្យមានគ្រូគ្រប់បាទមិនឲ្យមាន2ពេល2អីទេបាទឲ្យមានគ្រូគ្រប់ទៅបីថាជាកិច្ចសន្យាក៏បានដែរបាទសំខាន់ឲ្យគ្រប់បាទចំណុចមួយទៀតគឺមើលទៅលើអគារសិក្សាបាទអគារសិក្សាហ្នឹងក៏សូមឲ្យគ្រប់ដែរបាទថាអគារសិក្សារាល់ថ្ងៃមានការខ្វះបន្ទប់ខ្វះថ្នាក់ខ្វះអីអញ្ចឹងបាទហើយអគារខ្លះក៏ចាស់ទ្រុឌទ្រោមដែរបាទអញ្ចឹងចំពោះអង្គការ Cape អង្គការ Viver ខ្ញុំសូមពរថាឲ្យជួយពង្រឹងផ្នែកបច្ចេកទេសបាទឲ្យបានខ្លាំងបន្ថែមទៀតបាទបើថាកន្លងមកខ្លាំងហើយប៉ុន្តែជួយរកអីអ្វីដែលថ្មីបាទយកមកបន្ថែមបាទនឹងជួយមួយទៀតគឺជួយផ្នែកខាងដែលសម្ភារៈដំណើរការបង្រៀនហ្នឹងបាទឧទាហរណ៍ថាសម័យបច្ចុប្បន្នជាសម័យមួយដែលគេទំនើបកម្មហើយបាទទំនើបកម្មទៅរកសម័យបច្ចេកវិទ្យា Digital អញ្ចឹងក្នុងថ្នាក់សំណូមពរថាឲ្យមានslide បង្ហាញសូមឲ្យមាន tablet សូមឲ្យមានទូឬក៏អាចជាទូរទស្សន៍ Smart ឆ្លាតវៃអីចឹងបាទ